producer អ្នកខ្លះខ្សោយក្នុងការសេ code ឬក៏សេកខ្ញុំមានវិធីមួយចង់ចែកជូនដល់អ្នកនរគ្នាហើយនេះគឺជាការ update ថ្មីរបស់ FL Studio ក្នុងការ generate code ហើយវាមានភាពងាយស្រួលមែនទែនសម្រាប់បងប្អូនណាគាត់អត់មានចំណេះដឹងផ្នែកតន្ត្រីគាត់អត់ស្គាល់អំពី basic មូលដ្ឋានទេយើងអាចប្រើប្រាស់វិធីនឹងបានដើម្បីបង្កើត code ដើម្បីគាត់ចង់ទៅសេបទ original អញ្ចឹងជាដំបូងអ្នកនរគ្នាដាក់ piano យើងមកបន្ទាប់ពីចូល piano យើងហើយអ្នកនរគ្នាចូលមកកន្លែងនេះមានពាក្យ tool នេះមានកន្លែងនេះ generate chord progression ប៉ុន្តែបើសិនជាបងប្អូនអ្នកនរគ្នាអត់ចង់ចុចអាហ្នឹងទេអ្នកនរគ្នាអាចចុចកន្លែងបាន keyboard យើង Alt ហើយ P មកវាលោតមកនេះ chord generation អញ្ចឹងជាដំបូងបងប្អូនអ្នកនរគ្នាចុចកន្លែងនេះមកបើសិនជាបងប្អូនមានតម្រូវការអាគ័រមួយណាដែលបងប្អូនចង់បានដូចថាឥឡូវខ្ញុំចង់បាន Re minor ចុច D ហើយ minor មកវាលោតបែបនេះមកហើយកន្លែងនេះគឺជាកន្លែងដែលយើងចុចស្ដាប់ចម្រៀងភ្លេងរបស់យើង chord ដែល generate មកចឹងឧទាហរណ៍ថាចេញមកអញ្ចឹងយើងអត់ឆ្លាញ់អាគ័រហ្នឹងទេយើងអាចចុចកន្លែងនេះ generate ការផ្លាស់ប្ដូរកន្លែងនេះហើយឃើញវាផ្លាស់ប្ដូរអាគ័រហើយយើងអាចស្ដាប់បានទៀតបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ឲ្យមិត្តភក្តិអ្នកនរគ្នាជា producer ហើយកុំភ្លេចចុច save នៅខាងក្រោមនេះផងដើម្បីកុំឲ្យភ្លេចថ្ងៃក្រោយចូលមកវើវិញហើយមួយទៀតបើសិនជាបងប្អូនអ្នកនរគ្នាពេញចិត្តអ្វីដែលខ្ញុំកំពុងធ្វើអ្នកនរគ្នាសូមជួយចុច follow page ខ្ញុំមួយហើយជួយចុច subscribe ខ្ញុំនៅក្នុង YouTube ដូចគ្នាហើយអ្នកនរគ្នាកុំភ្លេចឆាប់នេះផងដែរថ្នាក់ FL Studio យើងមកដល់ហើយអូខេឧទាហរណ៍ថាឥឡូវយើងឆ្លាញ់អាគ័រ4ហ្នឹងប៉ុន្តែយើងចង់ដូរខាងមុខនេះវាមានអាគ័រផ្សេងទៀតយើងដូរដែលនៅក្នុងគ្រួសារតែមួយអញ្ចឹងវាមានភាពងាយស្រួលសម្រាប់អ្នកដែលគាត់ឆ្លាញ់អារម្មណ៍បែបណាគាត់អាចរើសឥឡូវសាកចុចយកក្បាលជា Fa វិញស្ដាប់មើលហើយនៅក្នុងការប្រើប្រាស់ chord នេះផងដែរគឺវាជួយបងប្អូនយ៉ាងច្រើនមែនទែនសម្រាប់តែគាត់ខ្សោយក្នុងការសរសេរ melody ដូចគ្នាបើសិនជាបងប្អូនទាំងអស់គ្នាអាចបង្កើត chord ដែលបងប្អូនទាំងអស់គ្នាចង់បានហើយអ្នកនរគ្នាអាចទៅបង្កើត melody តាមក្រោយទៀតអញ្ចឹងបើសិនជាបងប្អូនណាចង់ឃើញវីដេអូរបៀបក្នុងការបង្កើត melody original ដោយការបន្ទាប់ពីយើង generate chord ហើយអ្នកនរគ្នាអាចចូល comment ក្នុងវីដេអូនេះបានខ្ញុំនឹងធ្វើវីដេអូបន្ទាប់ទៀតថាខ្ញុំនឹងបង្ហាញរបៀបពេលដែលយើង generate chord ហើយយើងត្រូវសេ melody មិនអីមិនប៉ុន្តែអាហ្នឹងគឺគ្រាន់តែជាចំណេះដឹងមួយផ្នែកតូចទៀតផ្សេងផ្នែកសេ melody ខ្ញុំអត់ចង់ឲ្យអ្នកនរគ្នាញ៉ៃមួយវីដេអូនេះទេចង់ឲ្យអ្នកនរគ្នាមើលមួយយកសិនលេងចូលវីដេអូរបស់គ្នាខ្ញុំខំប្រាប់អ្នកនរគ្នាអំពី tip ខ្លីៗឯងហើយសម្រាប់កន្លែងនេះវិញបងប្អូនអ្នកនរគ្នាអាចជ្រើសរើសបានអានេះយើងចង់បានអារម្មណ៍បែបណាបែប nostalgic ឬក៏ cheerful ឬក៏អីតាមអារម្មណ៍ដែលយើងចង់បានណាបងប្អូនអ្នកនរគ្នាអាចឆែកមកបានហើយនេះគឺជា1 4 1 6 1 2 3 5អីតាមអាគ័រ chord ដែលយើងរៀនសម្រាប់តែបងប្អូនគាត់អ្នកចេះភ្លេងគាត់ដឹងហើយកន្លែងនេះវិញគឺការរើសវ៉ាក់ឬក៏ shuffle ឬក៏អីអាចចន្លោះវាឬក៏ចង់បានរបៀប off beat ឬក៏អីបងប្អូនអាចហ៊ីវលេងបានអត់មានខាតអីទេអ្នកនរគ្នាចុចមើលនេះមកនេះឃើញទេវាមានខ្លីវាមានវែងតាមដែលយើងចង់បានអញ្ចឹងណាឧទាហរណ៍ថាឥឡូវខ្ញុំចង់បានshuffle ចេះ shuffle ចេះយើងលេងកន្លះមួយអីចឹងណាហើយតបមកខ្ញុំចង់បានអារម្មណ៍បែបdramatic ឥឡូវយើងស្ដាប់បងប្អូនឃើញវាលេងតែកន្លះហើយអញ្ចឹងកន្លែងហ្នឹងកន្លែងលេងរបស់យើងប្រវែងអីចឹងអ្នកនរគ្នាចង់បាននេះផ្លាស់ប្ដូរឆាឆាឃើញទេវាផ្លាស់ប្ដូរហើយអញ្ចឹងបើសិនជាអ្នកនរគ្នាអត់សប្បាយចិត្តនឹង chord ហ្នឹងទេអាចផ្លាស់ប្ដូរចុចមក generate នេះផ្សេងមកវាចេញផ្សេងហើយបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ឲ្យមិត្តភក្តិអ្នកនរគ្នាជា producer ហើយកុំភ្លេចចុច save នៅខាងក្រោមនេះផងដើម្បីកុំឲ្យភ្លេចថ្ងៃក្រោយចូលមកវើវិញហើយមួយទៀតបើសិនជាបងប្អូនអ្នកនរគ្នាពេញចិត្តអ្វីដែលខ្ញុំកំពុងធ្វើអ្នកនរគ្នាសូមជួយចុច follow page ខ្ញុំមួយហើយជួយចុច subscribe ខ្ញុំនៅក្នុង YouTube ដូចគ្នាហើយអ្នកនរគ្នាកុំភ្លេចឆាប់នេះផងដែរថ្នាក់ FL Studio យើងមកដល់ហើយ